ចាគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាចាសម្រាប់ថ្ងៃនេះដែរគឺនឹងខ្ញុំចាទំនេរឆ្លៀតពេលចេញពីធ្វើការហ្នឹងក៏បាននាំគ្នាទៅអើតមើលចំការតពាំងវិជូហើយក៏នៅគៀកនឹងកន្លែងដែលខ្ញុំធ្វើការនឹងដែរគឺជិះមិនដល់ចា1គីឡូទេគឺដល់ផ្ទះលោកពូដែលគាត់បានដាំចាតពាំងវិជូហើយគាត់ដាំនេះគឺมันជាច្រើនប្រហែលទេបងប្អូនគឺលក្ខណៈជាគ្រួសារចំការតំពាំងវិជូនេះគឺស្ថិតនៅភូមិបាក់អម្រែកឃុំព្រែកលួងស្រុកឯកភ្នំខេត្តបាត់ដំបងអ្នកនេះផ្លែមកចកាអ៊ំតាតាបន្លែ4 3 4 5បាយយើងដាក់ទឹកម្ដងចានេះធ្វើអីគេពូអានសពូអានេះត្រូវការទីកន្លែងមិនលុបឬក៏អីក្តៅមិនលុបអត់ត្រូវបាទក្តៅស៊ីក្តៅហើយយើងថែមជីថែមអីទៀតដែរដូចដំណាំយើងដាំដំណាំធម្មតាតែដឹងតែផ្លែពូដល់ផ្លែបានយើងដូរជីវាឲ្យវាផ្លែដែរដូរជីអញយកទៅដាំមុខផ្ទះអត់កាលពីនេះខ្ញុំមកឆ្នាំមុនណាគឺទិន្នផលតពាំងវិជូរបស់គាត់ហ្នឹងគឺបានផលច្រើនមែនទែនហើយអំឡុងខែ1ហ្នឹងគឺគាត់អាចប្រមូលផលលក់បានខ្លះហើយប៉ុន្តែសម្រាប់ឆ្នាំនេះគឺឃើញថាទិន្នផលរៀងថយចុះហើយការប្រមូលផលហ្នឹងក៏វារៀងយឺតដែរបងប្អូនតន់ទុំអស់ទេទៅជាអ្នកសួរទៅដល់ដល់មកហើយហ្នឹងអានេះពូជផ្សេងដឹងពូដូចទូទូចទេលក់មើលអាខំមិនអីឲ្យតែខំលក់ទៅស្អែកតែឯងដាក់ក្រហមបាទខៀវខៀវគឺឯងតានេះពូជក្រហមតែពូពេលទុំក្រហមហីទុំគឺអាក្រហមមួយមកសុំភ្លក់មួយមើលតែនេះអត់តែកៅវាធំឬទូចឯងរំជូពងស្រីហ្នឹងពងស្រីវាអត់ធំប៉ុណ្ណឹងទេកៅពងនេះធំហើយធំតែប៉ុណ្ណឹងវាពងវាទូចវាធំហើយរំជូផ្លែដែរឆ្នាំនេះផ្លែថាតិចសម្រាប់ទំពាំងវិជូរបស់គាត់ហ្នឹងគឺប្រមូលផលគឺវាអត់ស្មើគ្នាទេអញ្ចឹងបើសិនជាបងប្អូនដែលបានកក់មុនគឺគាត់ទុកឲ្យមុនអញ្ចឹងហើយបើសិនជាបងប្អូនដែលមកក្រោយអាចនឹងអត់ទទួលបានទំពាំងវិជូទេហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺទំពាំងវិជូអត់តន់ជាទុំល្អនោះទេហើយសម្រាប់ផ្លែដែលរាងក្រហមបន្តិចហ្នឹងគឺត្រូវបានគេកក់ទុករួចទៅហើយថ្ងៃទៀតខ្ញុំចង់ទុកឲ្យបើថាមើលតាមខ្ញុំបាច់ចេះឲ្យវិជូនេះក៏មកតោះបាទបើអញ្ចឹងអ្នកមកក្រោយចេះតែចង់បានរហូតអត់បានអញ្ចឹងតើយើងកំងទុកឆ្នាំមុនកំងតែឆ្នាំនេះអត់បានដាក់ឲ្យឆ្នាំនេះខ្ញុំមើលដូចខ្លាចតិចជាងមុនបងមែនតែឆ្នាំមុនអាមុខនោះតាមថានេះទុកមកដុំឲ្យវាអស់គេមកក្រោយក៏អស់ហើយតប្រហែលថ្ងៃទៀតទុំបងទុកមកដប់នៅឲ្យពួកខ្ញុំចាំហើយយកគុំអស់10ថ្ងៃ10ថ្ងៃទៀតនេះឡើយនេះហើយបើ4 10ថ្ងៃទៀតនឹងកាត់អស់ហើយបាយវាអស់អត់បែរតាគេកាត់អស់ចឹងពូជខុសគ្នាពូជអត់ក្របអត់ក្របអត់មានក្របទេអាហ្នឹងគេយកនៅអានេះអត់ទាន់មានយកទេព្រោះវាអាយុវាយូរជាងពូជចាប្រែពូហើយប្រែមួយអានេះគឺឆ្នាំខ្មែរតន់ចូលឆ្នាំខ្ញុំមកថតលើមុនពួកអាក្រហមនេះ អាមុនក្រហមអានេះ
ចាដូចគ្នាតែវាអស់អាហមទៅតអញ្ចឹងនេះអត់តន់តុំបាទមើលចេះដូចកទួតចឹងថតទៅឡើងច្រើនមុនទុកទូតកាកុំអីចាញ់គ្រូហើយអូនេះគេយកអស់ហើយកុំពោះ8គីឡូគ្រប់8គីឡូគេយកទៅរៀបចំនួនហ្នឹងចឹងអាពូជនេះនិងអាតូចនេះខុសគ្នាអានេះក្អមអានោះអត់ក្អមនោះជូរអែមនេះផ្អែមអត់មានជូរទេតែបើភ្លក់នេះជូរអូអត់តន់ក្រហមចេះណាតក្រហមផ្អែមមើលអាសពុតសម្រាប់ដីដែលដាំដងទំពាំងបាយជូរនេះក៏មិនជាធំប្រហែលដែរគឺគាត់ដាំនៅដីខាងក្រោយផ្ទះហើយដីរបស់គាត់គឺរាងតូចដែរទេបងប្អូនគឺគាត់ដាំផ្ទះសំណាញ់ហ្នឹងគឺ2ទ្រើងអញ្ចឹងដីដែលទំនេរនៅសល់ចារៀងខាងហ្នឹងគឺគាត់ដាំស្ពៃដាំប៉េងប៉ោះដាំម្ទេសនិយាយរួមទៅដីគឺគាត់អត់ទុកឲ្យទំនេរចោលនោះទេចាឥឡូវនេះខ្ញុំធ្វើដំណើរទៅកាន់ផ្ទះតំពាំងបាយជូរមួយទៀតណាហើយតំពាំងបាយជូរមួយទៀតហ្នឹងគឺពូជជប៉ុនពូជខៀវបងប្អូនហើយកាលនេះខ្ញុំមកពីឆ្នាំមុនហ្នឹងគឺផ្លែច្រើនមែនទែនអញ្ចឹងនេះខ្ញុំចង់ដឹងថាតើឆ្នាំនេះចាពូជតំពាំងបាយជូរហ្នឹងទិន្នផលដូចឆ្នាំមុនដែរឬទេចាសសំបីតែតំពាំងបាយជូរពូជខៀវនេះបងប្អូនឆ្នាំមុនផ្លែច្រើនមែនទែនប៉ុន្តែឆ្នាំនេះគឺទិន្នផលគឺថយចុះច្រើនគឺផ្លែតិចជាងឆ្នាំមុនច្រើនសម្រាប់បងប្អូនដែលរស់នៅក្នុងខេត្តបាត់ដំបងបងប្អូនចង់ទៅលេងចំការតំពាំងបាយជូរនេះបងប្អូនអាចអញ្ជើញទៅលេងទាំងអស់គ្នាបានពីព្រោះតែបន្តិចទៀតហ្នឹងគឺគាត់ប្រមូលផលគឺអស់ហើយបងប្អូន